បងប្អូនជឿអត់ថាមានប្រទេសមួយដែលមនុស្សមានប្រាក់ខែ$10000ហើយស្រួលមិនស្រួលរស់នៅអត់ដល់ចុងខែទៀតបងប្អូនស្ដាប់អត់ខុសទេ$10000ក្នុងមួយខែគឺស្មើនឹង40លានលុយខ្មែរប៉ុន្តែនៅទីនោះចំណូលប៉ុណ្នេះគឺគ្រាន់តែជាស្តង់ដារជីវិតកម្រិតមធ្យមប៉ុណ្ណោះសាកទីមើលតើប្រទេសនោះឈ្មោះអ្វីបើបងប្អូនដឹងចុចស្គប់បន្តិចរួចខមមិនឈ្មោះប្រទេសនោះនៅខាងក្រោមចម្លើយគឺម៉ូណាកូប្រទេសដែលមានផ្ទៃដីតូចជាងគេទី2នៅលើលោកប៉ុន្តែសម្បូរទៅដោយមហាសេដ្ឋីបំផុតថ្ងៃនេះយើងមិនត្រឹមតែនិយាយពីភាពស៊ីវិល័យប៉ុណ្ណោះទេប៉ុន្តែយើងនឹងទៅពិនិត្យមើលតួលេខពិតប្រាកដនៃតម្លៃអចលនទ្រព្យនៅក្នុង1ម៉ែត្រការ៉េនិងមូលហេតុដែលមហាសេដ្ឋីជុំវិញពិភពលោកសុខចិត្តទៅរស់នៅទីនោះតើលុយ40លានលុយខ្មែររបស់មនុស្សម្នាក់នឹងក្លាយជាលុយដុំឬក៏ក្លាយជាលុយកាក់សេននៅម៉ូណាកូការពិតនៃទីផ្សារការងារនិងប្រាក់ខែមុននឹងនិយាយពីមហាសេដ្ឋីយើងមកមើលមនុស្សទូទៅសិននៅម៉ូណាកូមានប្រជាជនត្រឹមតែ38000នាក់ប៉ុណ្ណោះប៉ុន្តែមានមនុស្សជាង50000នាក់ចូលទៅធ្វើការនៅទីនោះរាល់ថ្ងៃហេតុអ្វីព្រោះប្រាក់ខែទាបបំផុតសម្រាប់បុគ្គលិកសន្តាគារឬក៏អ្នករត់តុធម្មតាក៏អាចចន្លោះពី$2500ទៅ$3200ដែរចុះបើជាអ្នកជំនាញដែលមានប្រាក់ខែ$10000វិញនៅស្រុកខ្មែរប្រាក់ខែ$10000យើងអាចចាត់ទុកថាជាអ្នកមានខ្លាំងប៉ុន្តែនៅម៉ូណាកូគ្រាន់តែជាវណ្ណៈកណ្ដាលធម្មតាឬក៏កម្រិតមធ្យមប៉ុណ្ណោះហើយអ្វីបានជាខ្ញុំនិយាយបែបនេះព្រោះម៉ូណាកូមិនយកពន្ធលើប្រាក់ចំណូលនេះជាចំណុចខ្លាំងបំផុតបើមនុស្សម្នាក់រកបាន$10000នោះពួកគេនឹងអាចទទួលបាន$10000ពេញដៃយកទៅផ្ទះប៉ុន្តែលុយដែលពួកគេអាចចំណេញពីពន្ធនឹងត្រូវយកទៅបង់ថ្លៃផ្ទះទាំងអស់ឥឡូវយើងមកមើលពីតម្លៃផ្ទះវិញនៅម៉ូណាកូតម្លៃជួលបន្ទប់ប្រភេទ Studio ឬក៏កូនបន្ទប់មួយទូលាយល្មមគឺចាប់ពី$4500ទៅ$6000នៅក្នុងមួយខែបើមនុស្សម្នាក់ចង់បានបន្ទប់គេងពីរសម្រាប់គ្រួសារតម្លៃអាចឡើងដល់10000ទៅ15000នៅក្នុងការជួលសម្រាប់មួយខែដូច្នេះបើមានប្រាក់ខែ$10000ថ្លៃជួលគឺអស់$6000បាត់ទៅហើយចុះបើចង់ទិញវិញនេះគឺជាចំណុចដែលរសើបនិងគួរឲ្យរន្ធត់ជាងគេតម្លៃជាមធ្យមគឺត្រឹមតែ$55000ប៉ុណ្ណោះប៉ុន្តែគឺជាតម្លៃសម្រាប់1ម៉ែត្រការ៉េមានន័យថាបើគ្រួសារមួយចង់ទិញអាផាតមិនតូចមួយទំហំ50ម៉ែត្រការ៉េនោះពួកគេត្រូវតែត្រៀមលុយយ៉ាងតិច$2.700,000នេះជាមូលហេតុដែលម៉ូណាកូគឺជាទីផ្សារអចលនទ្រព្យថ្លៃបំផុតនៅលើលោកនាំមុខទាំងហុងកុងនិងទីក្រុងញូវយ៉កចុះបើនិយាយពីជីវិតពិតនិងការចំណាយវិញមានសំណួរមួយត្រូវបានគេសួរថាបើថ្លៃម្លឹងហេតុអ្វីនៅតែមានមនុស្សសម្រុកទៅនៅប្រទេសម៉ូណាកូចម្លើយគឺខ្លីគឺដោយសារតែគុណភាពជីវិតនិងសុវត្ថិភាពម៉ូណាកូគឺជាទីក្រុងដែលមានប៉ូលីសច្រើនបំផុតធៀបនឹងចំនួនប្រជាជនប៉ុន្តែសម្រាប់អ្នកដែលមានប្រាក់ខែ$10000គឺត្រូវតែរស់នៅបែបសាមញ្ញបើពួកគេហ៊ានតែដេញតាមជីវិតហៃសូញ៉ាំគ្រឿងសមុទ្រស្រស់ៗរាល់យប់ឬក៏មានកម្មវិធីរាល់ថ្ងៃនោះលុយ$10000នឹងត្រូវរលាយក្នុងពេលតែមួយសប្តាហ៍ប៉ុណ្ណោះជីវិតរបស់អ្នកធ្វើការនៅម៉ូណាកូគឺសាមញ្ញខ្លាំងពួកគេធ្វើការនៅម៉ូណាកូរួចជិះរថភ្លើងទៅញ៉ាំបាយនិងទិញអីវ៉ាន់នៅប្រទេសបារាំងដូចជាទីក្រុងមែនតុនដើម្បីសន្សំលុយនេះគឺជាយុទ្ធសាស្ត្រដែលអ្នកធ្វើការនៅទីនោះអាចសន្សំលុយផ្ញើទៅស្រុកកំណើតសរុបមកម៉ូណាកូមិនមែនជាកន្លែងសម្រាប់មនុស្សចង់សោយសុខជាមួយនឹងប្រាក់ខែ$10000ទេប៉ុន្តែវាជាកន្លែងសម្រាប់អ្នកដែលចង់សាងមូលដ្ឋានគ្រឹះដោយមិនបង់ពន្ធដើម្បីឈានទៅរកភាពជាមហាសេដ្ឋីពិតប្រាកដតើបងប្អូនយល់យ៉ាងណាដែរតើការបង់ថ្លៃ60%នៃប្រាក់ខែដើម្បីដោះដូរនឹងការមិនបង់ពន្ធនិងសុវត្ថិភាពកម្រិតខ្ពស់ជាជម្រើសដ៏ល្អសម្រាប់បងប្អូនដែរទេខមមិននៅខាងក្រោមហើយបើចង់ដឹងពីតម្លៃទីផ្សារអចលនទ្រព្យជុំវិញពិភពលោកកុំភ្លេច follow Estate High